Chấp arong bella lỡ điều đã có mình đừng ok ជំរាបសួរបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទពូអាធីហៅកាន់ស៊ីថងហើយថ្ងៃនេះផងដែរខ្ញុំគឺជាមនុស្សម្នាក់ដែលចេះលេងហ្គីតាហើយក៏មិនចេះលេងណាស់ណាដែរតែខ្ញុំមានបទពិសោធន៍ក្នុងការលេងហ្គីតាយូរឆ្នាំមែនទែនបងប្អូនអរគ្នា 4-5 ឆ្នាំហើយលេងតាំងពីតូចហើយថ្ងៃនេះខ្ញុំនឹងបរៀនបងប្អូនអរគ្នាឲ្យចេះលេងហ្គីតាហើយមូលហេតុដែលខ្ញុំបរៀនបងប្អូនអរគ្នាដោយសារតែខ្ញុំចេះហ្គីតាហើយបើសិនជាខ្ញុំអត់បរៀនបងប្អូនទេមានថាខ្ញុំកប់ចំណេះដឹងខ្ញុំមែនទែនអញ្ចឹងខ្ញុំត្រូវតែបរៀនបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាទស្សនាវីដេអូនឹង5វីដេអូបងប្អូនអរគ្នា5វីដេអូចេះតែម្ដងហើយវីដេអូហ្នឹងគឺខ្ញុំមិនមែនធ្វើដើម្បីយក view ទេបើបងប្អូនណាចង់ចេះ sale ទុកមើលខ្លួនឯងទៅខ្ញុំ share អានេះខ្ញុំផលិតមាតិកានេះឡើងដើម្បីខ្ញុំបរៀនបងប្អូនអរគ្នាតែខ្ញុំបានបរៀនដោយសារតែខ្ញុំចេះអូខេអញ្ចឹងដើម្បីលេងហ្គីតាបានបងប្អូនអរគ្នាត្រូវស្គាល់ហ្គីតាសិនអញ្ចឹងអានេះជាហ្គីតាបងប្អូនអរគ្នាអញ្ចឹងដើម្បីលេងហ្គីតាបានត្រូវមានហ្គីតាហើយលេងហ្គីតាឲ្យចេះបងប្អូនអរគ្នាត្រូវយល់ដឹងពីហ្គីតាសិនថាហ្គីតាហ្នឹងវាត្រូវការអីខ្លះអញ្ចឹងហ្គីតាគឺត្រូវការតែកប៉ោមួយទេហើយនឹងហ្គីតាដើម្បីយើងច្រៀងបានហើយអូខេតោះអញ្ចឹងខ្ញុំបរៀនបញ្យល់បងប្អូននេះហៅខ្ទង់អញ្ចឹងដើម្បីលេងហ្គីតាបានបងប្អូនដល់ត្រូវស្គាល់ខ្ទង់ណាបងប្អូនអញ្ចឹងខ្ទង់ហ្គីតាគឺយើងអត់មានអីច្រើនទេគឺខ្ទង់ទី1ប្លោះទី1ខ្ទង់ទី1ប្លោះទី2ខ្ទង់ទី2ប្លោះទី3ខ្ទង់ទី3ប្លោះទី4ខ្ទង់ទី4ប្លោះទី5ខ្ទង់ទី5អញ្ចឹងបើសិនតែតមករហូតគឺប្លោះតទៀតហ្មងគឺខ្ទង់តគ្នាណាហ่าខ្ទង់បន្ទាប់ពីយើងស្គាល់ខ្ទង់រួចហើយយើងត្រូវស្គាល់ខ្សែបងប្អូនដល់គ្នាស្គាល់ខ្សែហ្គីតាអញ្ចឹងតាហ្គីតាមាន6ខ្សែបងប្អូនដល់គ្នាអញ្ចឹងវាមានខ្សែតូចខ្សែទី1ខ្សែទី2ខ្សែទី3ខ្សែទី4ខ្សែទី5ខ្សែទី6អញ្ចឹងខ្សែមាន6ខ្សែបងប្អូនដល់គ្នាអញ្ចឹងបងប្អូនយើងស្គាល់ខ្ទង់យើងស្គាល់ខ្សែហើយអញ្ចឹងយើងនៅស្គាល់តែមួយមុខទៀតយើងអាចលេងបានហើយបងប្អូនដល់គ្នាស្គាល់ខតហ្នឹងជាអីខតហ្នឹងគឺកន្លែងយើងដៃយើងចាប់ណាឧបមាតែយើងចាប់ហ្នឹងចាអាហ្នឹងហៅខតស្គាល់ខតហើយចេះលេងហើយចេះលេងបណ្ដាបងប្អូនដល់គ្នាអញ្ចឹងខ្ញុំមិនបាច់ខ្ញុំហ៊ាននិយាយថាចេះលេងចឹងបងប្អូនទាំងនេះទស្សនាវីដេអូទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំបង្ហាញchoបងប្អូនដល់ប៉ុណ្្នឹងសិនទេដោយសារអីដោយសារតែឲ្យបងប្អូននៅមើលភាគតទៀតអញ្ចឹងតោះអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្រៀនបងប្អូនទាំងគ្នាពីរបៀបក្នុងការចាប់ខតអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្រៀនបងប្អូនទាំងគ្នាទី1គឺស្គាល់ខ្ទង់ទី2គឺស្គាល់ខ្សែអូខេអញ្ចឹងខ្សែមាន6ខ្សែខ្ទង់មានរាប់ពីនេះមួយមកសរុបសេចក្តីមកថ្ងៃនេះខ្ញុំបង្រៀនបងប្អូនដល់ប៉ុណ្្នឹងចឹងស្អែកយើងទៅរៀនហ្គីតាទាំងអស់គ្នាបាយបាយបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយអរគុណជម្រាប